số đâyថ្ងៃនេះមិននៅគ្នាអានេះខ្ញុំទៅចេញទៅថ្ងៃដំបូងអញ្ចឹងខ្ញុំចូលមកធ្វើ limit រៀង0 នៅ 0 អញ្ចឹងថ្ងៃនេះខ្ញុំថ្ងៃដំបូងអញ្ចឹងខ្ញុំមានលំហាត់ limit ចំនួន2 limit ខិតត្រូវ 0 limit x ខិតត្រូវ 0 ហើយ limit x ខិតត្រូវ 1 អញ្ចឹងឥឡូវយើងមកមើលចម្លើយរបស់គ្នាឥឡូវនេះយើងlimit x ខិតត្រូវ 0 នៃ 2x ការ៉េដក 4x នៅលើ 2 អញ្ចឹងយើងចំនួន0មកនេះ0ចំនួនចូលx បាន 0 ហើយ0ចំនួន4បាន 0 ហើយ0ដក 0 យើងបាន 0 ហើយx ខិតត្រូវ 0 ចំនួន0មកបាន 0 អញ្ចឹងយើងបានរៀង0 នៅលើ 0 មិនកំណត់បាទយើងបានមិនកំណត់ចាប់ x ជាកតាយើងត្រូវដើម្បីសម្រួលនឹង x ភាគបែកនេះអញ្ចឹងយើងសរសេរមកបានស្មើ limit x ខិតត្រូវ 0 នៃយើងចាប់ x ជាកតាមកបាន x កតាអញ្ចឹងអានេះចាប់ x ចេញហើយយើងសល់តែ x ទេអញ្ចឹងយើងសល់ 2x ដកអានេះសល់តែ 4 ទេព្រោះយើងចាប់ x អស់ហើយយើងសល់ 4 នៅលើ x ហើយ x នេះ x ភាគបែកនឹងភាគយើងភាគយើងនឹងភាគបែកយើងស្រួលគ្នាអស់អញ្ចឹងយើងសល់តែ 2x ដក 4 អញ្ចឹងយើងស្មើមក 2x limit x ខិតត្រូវ 0 នៅសល់តែ 2x ដក 4 បើ limit យើងជាផលបូកឬផលដកយើងត្រូវដាក់វងខ្ចោយើងដាក់ត្រូវវងខ្ចោតមកទៀតយើងចំនួនដើម្បីរកចម្លើយចំនួន0ចូលក្នុងនេះអញ្ចឹងចំនួនមកបាន0ដក 4 ហើយយើងស្មើ2គុណនឹង0បាន0 0អញ្ចឹងស្មើដក 4 បាទនេះចម្លើយវា